តើត្រូវញ៉ាំថ្នាំឬក៏វះកាត់នៅក្នុងជំងឺរលាកប្រព័ន្ធប្រសាទទី5ជាទូទៅជំងឺរលាកប្រព័ន្ធប្រសាទទី5ព្យាបាលដោយការប្រើប្រាស់ថ្នាំបំបាត់ការឈឺចុកចាប់ប្រភេទប្រព័ន្ធប្រសាទហើយថ្នាំដែលគេយកមកប្រើប្រាស់គឺប្រភេទពពួកកាបាម៉ាសេពីនតែប្រុងប្រយ័ត្នថ្នាំនេះអាចប្រឈមនឹងប្រតិកម្មមួយចំនួនឧទាហរណ៍ដូចជាប្រតិកម្មទៅលើស្បែកសម្រាប់អ្នកជំងឺភាគច្រើនថ្នាំជួយឲ្យគាត់លែងសូវធឺទុកក៏ដូចជាលែងសូវឈឺចុកចាប់ប៉ុន្តែនៅក្នុងករណីដែលថ្នាំមិនអាចជួយគាត់បានឬក៏មានផលរំខានពីថ្នាំការវះកាត់គឺជាជម្រើសមួយផ្សេងទៀតដែលគ្រូពេទ្យផ្ដល់ជូនអ្នកជំងឺដូចនេះសូមតាមដានជាមួយគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទខួរក្បាលឲ្យបានត្រឹមត្រូវជៀសវាងមានផលលំបាកផ្សេងៗ